កាលពីថ្ងៃប្រស្បត្តិប្រធានាធិបតីចិនស៊ីជីនពីងបានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតនៅក្នុងជំនួបដ៏ស្និទ្ធស្នាលនេះថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួតថែមទៀតដោយកំណត់គោលដៅសាងសង់សហគមន៍ជោគវាសនារួមចិនកម្ពុជាគ្រប់អាកាសធាតុលោកស៊ីជីនពីងបានលើកឡើងថាមិត្តភាពរវាងចិននិងកម្ពុជាគឺជាមិត្តភាពដែកថែបដ៏រឹងមាំដែលមិនប្រែប្រួលតាមកាលៈទេសៈលោកបានសន្យាថាចិននឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជានិងលើកកម្ពស់តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិថែមទាំងស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរួមទាំងសេដ្ឋកិច្ចសន្តិសុខវប្បធម៌និងទេសចរណ៍ជាពិសេសនោះគឺបានកំណត់ឆ្នាំ2025ជាឆ្នាំទេសចរណ៍រួមគ្នាដើម្បីជំរុញឲ្យប្រជាជននៃប្រទេសទាំងពីរបានស្គាល់គ្នាឲ្យកាន់តែច្បាស់លោកហ៊ុនម៉ាណែតបានថ្លែងអំណរគុណចំពោះចិនដែលតែងតែជាមិត្តដ៏ល្អនិងជាដៃគូដ៏សំខាន់របស់កម្ពុជាលោកបានបញ្ជាក់ថាកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនតែមួយនិងបដិញ្ញាពង្រឹងមិត្តភាពជាមួយចិនឲ្យកាន់តែស៊ីជម្រៅលោកក៏បានលើកឡើងពីបំណងប្រាថ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជនផងដែរក្រោយជំនួបពិភាក្សាថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាង30ឯកសារដែលគ្របដណ្ដប់លើវិស័យជាច្រើននេះជាសញ្ញាបង្ហាញពីការបដិញ្ញាចិត្តដ៏មុតមាំក្នុងការបន្តពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត